ខ្ញុំជាប្រធានមណ្ឌលសុខភាពសាច់អណ្ដែតឈ្មោះធីនណាល់ស្រុកឆ្លងខេត្តកញ្ចេះហើយសមិទ្ធផលដែលទទួលបានសពថ្ងៃគឺប្រជាជនមកទទួលសេវាជាប្រចាំមានទាំងសេវាពិគ្រោះក្រៅពិនិត្យទីពោះសម្រាប់កូនផ្ទះកាត់តូចបាទហើយមានជាច្រើនទៀតហើយនឹងមានពេទ្យប្រចាំការ24ម៉ោងលើ24ម៉ោងហើយមានលេខទូរស័ព្ទប្រចាំការមានលេខ hotline បាទ097 77 18 512បើបងប្អូនមានបញ្ហាអំពីសុខភាពអាចតាក់ទងលេខតាមនឹងបានបាទលេខ hotline ដែលមានបិទនៅតាមជញ្ជាំងបាទអញ្ចឹងខ្ញុំសូមបន្ថែមបញ្ជាក់បន្ថែមបន្តិចនៅមណ្ឌលសុខភាពយើងខ្ញុំមានទទួលការព្យាបាលសេវាជំងឺមិនឆ្លងគឺជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមបាទតាក់ទងបញ្ហានេះចំពោះសុខភាពប្រជាជនសូមបើមានបញ្ហាសុខភាពសូមអញ្ជើញប្រជាជនមកទទួលសេវានៅមណ្ឌលសុខភាពបាទមានថ្នាំគ្រប់គ្រាន់មិនដែលខ្វះទេចំពោះថ្នាំទឹកនោមផ្អែមលើសសម្ពាធឈាមបាទអញ្ចឹងសូមបងប្អូនដែលមានបញ្ហាសុខភាពចាប់ពីអាយុ40ឆ្នាំឡើងទៅមកស្រាវជ្រាវជំងឺទឹកនោមផ្អែមនៅមណ្ឌលសុខភាពបាទជាចុងក្រោយគឺខ្ញុំសូមអរគុណក៏ដូចជាការថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ជួយដល់មណ្ឌលសុខភាពចំពោះក្នុងការថែទាំសេវាជូនប្រជាជននៅក្នុងឃុំសាច់អណ្ដែតទាំងមូលបាទចាជំរាបសួរនាងខ្ញុំឈ្មោះសំអាតមុស្តាឆ្មបនៅមណ្ឌលសុខភាពសាច់អណ្ដែតទូនីតិរបស់ខ្ញុំគឺនៅកន្លែងកត់ត្រារួមកន្លែងទទួលជំងឺហើយនឹងបញ្ចូលប្រព័ន្ធ PM នៅមណ្ឌលសុខភាពពួកខ្ញុំហ្នឹងគឺបម្រើការងារ24ម៉ោងក្នុងរយៈពេល7ថ្ងៃ24ម៉ោងមានអ្នកយាមនៅចន្លោះពេលដែលអ្នកធ្វើការអត់នៅគឺមានអ្នកយាមនៅ24ម៉ោងទុកសម្រាប់អ្នកសម្រាប់កូនឬក៏អ្នកមានរបួសឬក៏មានបញ្ហាបន្ទាន់ផ្សេងៗណាចាហើយចំពោះអ្នកជំងឺដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាពហ្នឹងគឺពួកខ្ញុំមានថ្នាំគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនពួកគាត់ឥឡូវនេះគឺមានថ្នាំជំងឺមិនឆ្លងដូចជាថ្នាំទឹកនោមផ្អែមនិងថ្នាំលើសសម្ពាធឈាមផ្សេងៗហើយមានសេវាសម្រាប់កូនវ៉ាក់សាំងកុមារវ៉ាក់សាំងស្ត្រីតាមដានស្រាវជ្រាវរកជំងឺមិនឆ្លងជំងឺរបេងជំងឺផ្សេងទៀតដូចជាផ្ដាសាយឬក៏ជំងឺឆ្លងផ្សេងទៀតខ្ញុំសូមសំណូមពរឬក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាពឬក៏ពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមឬក៏ជំងឺមិនឆ្លងហ្នឹងសូមឲ្យគាត់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលខ្លាញ់តិចអំបិលតិចស្ករដើម្បីការពារគាត់ពីជំងឺមិនឆ្លងផ្សេងជាចុងក្រោយនាងខ្ញុំឈ្មោះមូស្តាសូមអរគុណដល់ក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ចំពោះសេវាសុខាភិបាលជាពិសេសគឺផ្ដល់ថ្នាំបណ្ដុំមណ្ឌលសុខភាពដែលថ្នាំបង្ការជំងឺមិនឆ្លងពិសេសថ្នាំទឹកនោមផ្អែមនិងថ្នាំលើសសម្ពាធឈាមចាសូមអរគុណខ្ញុំឈ្មោះចវរីយ៉ាបើយកកូនមកចាក់បាក់សាំងគ្រប់6ខែនៅភូមិថ្នោតស្រុកឆ្លងខេត្តកញ្ចេះសេវានៅនេះសេវាតន់ចិត្តយកចិត្តទុកដាក់នឹងកូនយើងគាត់មើលដិតដល់ចាខ្ញុំសូមអរគុណគ្រូពេទ្យនៅភូមិសាច់អណ្ដែតខ្ញុំឈ្មោះសកលគឺចៅមកចាក់ឆ្នាំខ្ញុំនៅដងក្តោងចានៅដងស្រុកឆ្លងខេត្តចេះហ្នឹងចាគាត់ទួលរាក់តាក់បាទគុំយើងហើយចូលអីចឹងណាអរគុណដល់គ្រូលោកគ្រូអ្នកគ្រូនៅកន្លែងនេះគ្រូពេទ្យកន្លែងនេះដែលជួយធ្វើការបានល្អដល់កុមារចេះអមណានេះយើងអាចយើងគូសញ្ញាមួយពេលព្រឹកហ្នឹងគឺព្រឹកឡើងអមលេខមួយគ្រាប់អញ្ចឹងមួយថ្ងៃអមលេខមួយគ្រាប់ណាមួយដងក្នុងមួយថ្ងៃបាទហ្នឹងតាមឡើងសម្ពាធឈាមអមណាហើយអានេះមួយទៀតគឺតាមវីតាមីនអមលេខម្ដងពេលព្រឹកមួយគ្រាប់ពេលល្ងាចមួយគ្រាប់អញ្ចឹងព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់មួយថ្ងៃ2ដងអមណាបាទហើយយល់ទេអមយល់អត់អាចនិយាយបានថ្ងៃម្ដងបាទហើយអានេះថ្ងៃ2ដងម្ដងមួយគ្រាប់អមណាបាទយល់បានអរគុណអមខ្ញុំបាទតំណាងឲ្យបុគ្គលិកទាំងអស់នៅក្នុងមណ្ឌលសុខភាពសាច់អណ្ដែតសូមថ្លែងអំណរគុណទៅដល់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាប្រជាជននៅក្នុងតំបន់ក៏ដូចជាពិសេសប្រជាជននៅក្នុងភូមិសាច់អណ្ដែតការសប្បាយចិត្តនឹងធ្វើការនឹងមានការគ្រប់គ្រងដល់រាជរដ្ឋាភិបាលជានិច្ចអរគុណសន្តិភាព